បើនិយាយពីរឿងហត់វិញពុកម៉ែបងប្អូនឯងគឺវាពិតជាហត់ប៉ុន្តែមិនស្មើនឹងការពាក់លីរបស់កងទ័ពយើងនៅជួរមុខនោះទេអញ្ចឹងហើយបានថ្នាក់ដឹកនាំយើងប្រមុខការទូតកម្ពុជាយើងគឺខិតខំណាស់នៅក្នុងការប្រើយន្តការការទូតដោះស្រាយចំនួនជាមួយនឹងពួកអាចោសៀមចូលតុកចរចាម្ដងមិនមែនស្រួលទេណាពុកម៉ែបងប្អូនទាំងគ្នាបើទោះបីជាមិនមានសម្លេងកំភ្លើងក្ដុងក្ដាំងដូចនៅជួរមុខក៏ដោយប៉ុន្តែសមរភូមិការទូតជាមួយនឹងពួកអាចោសៀមហ្នឹងមហាសែនវេទនាតឹងចិត្តមែនតែម្ដងដោយសារតែអីពួកវាគឺជាចោរដែលអត់មានឆន្ទៈក្នុងការដោះស្រាយចំនួនដោយសន្តិវិធីជាមួយនឹងកម្ពុជាយើងទេវាស្រែកឃ្លានសង្គ្រាមវាស្រែកឃ្លានចង់បានទឹកដីនៃប្រទេសកម្ពុជាយើងអញ្ចឹងបានជារាល់ដងថ្នាក់ដឹកនាំយើងឲ្យតែចូលតុកចរចាចំនួនព្រំដែនជាមួយនឹងពួកវាគឺទឹកមុខតានតឹងហើយ stress មែនតែម្ដងហត់នឿយឬមិនហត់នឿយបងប្អូនពិចារណាតែប៉ុណ្្នេះទៅយើងមើលតែពីក្រៅយើងឃើញតែលទ្ធផលយើងឃើញតែរូបភាពហើយយើងតឹងទ្រូងយើងមានសម្ពាធយើង stress ប៉ុណ្្នឹងហើយចុះតម្រាំថ្នាក់ដឹកនាំប្រមុខការទូតចូលទៅដល់តុកចរចាទល់មុខជាមួយវាដោយផ្ទាល់ហើយនិយាយស្ដាប់គ្នាមិនបានបែបហ្នឹងតើសម្ពាធបែបណាពុកម៉ែបងប្អូនទាំងគ្នាមិនមែនជារឿងស្រួលទេណានិយាយជាមួយពួកអាស៊ាននេះដូចអាស័យប្រចាស់ចុងអញ្ចឹងបានន័យថាថ្នាក់ដឹកនាំយើងលោកមានសម្ពាធនៅក្នុងការចរចាដោះស្រាយចំនួនជាមួយពួកវាមកតង់ហើយដូច្នេះយើងអ្នកនៅជួរក្រោយនេះមិនគួរដាក់សម្ពាធទៅលើថ្នាក់ដឹកនាំឬក៏កងទ័ពយើងមកតង់ទៀតនោះទេយើងគួរតែធ្វើជាទ័ពជួរក្រោយដែលមានគុណភាពជាកម្លាំងចិត្តជាកម្លាំងជំរុញផ្ដល់ធម៌ពលឲ្យកងទ័ពឲ្យថ្នាក់ដឹកនាំយើងដើម្បីដោះស្រាយចំនួនជាមួយនឹងពួកអាចោសៀមនឹងការពារដែនអធិបតេយ្យភាពយើងឲ្យខានតែបានជាជាងការអង្គុយដាក់សម្ពាធបន្ថែមដែលវាអត់មានជួយអីដល់ការរីកចម្រើនក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាសៀមនេះ